ប្រហែលអាទិត្យហ្នឹងដោយសារតែប្រទេសយើងមានបញ្ហាអញ្ចឹងទៅហើយខ្ញុំថតវីដេអូសកម្មភាពគ្រួសារខ្ញុំទាំងប្រហែលគឺខ្ញុំអត់ហ៊ានផុសទេបងប្អូនដោយសារក្រែងលោវាអត់សមកាលៈទេសៈហើយឥឡូវទូរស័ព្ទរបស់ខ្ញុំគឺវាពេញ memory តែម្ដងហើយថ្ងៃនេះសូមផុសមួយឃ្លីបហើយគឺឃ្លីបទៅមើលកុនចានិយាយទៅខ្ញុំអត់ដែលបានទៅមើលកុនទេបងប្អូនខានទៅមើលកុន10ឆ្នាំហើយតាំងពីមានកូន2នាក់នឹងមកដោយសារតែនិយាយទៅនាំកូនក្មេងទៅមើលកុនវាមិនមែនជារឿងងាយស្រួលប៉ុន្តែដោយសារឥឡូវកូនខ្ញុំគាត់រៀងធំជាងមុនហើយគាត់អាចមើលរឿងបានយូរជាងមុនហើយនេះក៏ជាលើកទី1ដែរដែលខ្ញុំនាំគាត់ទៅមើលកុននិយាយទៅគាត់អត់ទាន់មានបទពិសោធន៍ទេហើយចង់ផ្ដល់បទពិសោធន៍នេះឲ្យគាត់អញ្ចឹងណាហើយក៏ជាឱកាសបុណ្យគ្រីស្មាស់ផងនិយាយទៅការមើលកុននៅប្រទេសអូស្ត្រាលីនេះគឺរៀងថ្លៃដែរបងប្អូនចាសម្បត្តិកុនម្នាក់ហ្នឹងក្មេងចា$7-8ហើយមនុស្សចាស់ដូចជា$20ជាងគ្រាន់តែ4នាក់ហ្នឹងគឺអស់ឡើងជិត$100បាត់ហើយបងប្អូនហើយឥឡូវកូនខ្ញុំគាត់ថាគាត់ចូលចិត្តហើយគាត់ចង់មកទៀតនេះ